ចឹងនៅក្នុងវីដេអូមួយនេះខ្ញុំនឹងប្រាប់ពីរបៀបនៃការប្រើប្រាស់ជាមួយនឹងបេតុងនៅលើ remote control របស់ Vanbo Valley One Pro ដោយសារតែ Valley One Pro តែលេខរបស់វាគឺខុសពី Vanbo ផ្សេងៗណាអញ្ចឹងយើងต้องជាមួយនឹងការប្រើប្រាស់អ្នកនរគ្នាឃើញកន្លែងនេះហ៎កន្លែងនេះគឺសម្រាប់ auto focus យើងចុចមួយមកចាចុចមួយមកគឺវានឹង auto focus ហើយហើយកន្លែងនេះគឺ shortcut key មានន័យថាយើងចុចតែមួយចូលនៅក្នុង app ដែលយើងចង់ប្រើឧទាហរណ៍យើងចង់ចុចទៅក្នុង YouTube វានឹងចូលទៅក្នុង YouTube ហើយនិយាយទៅវាលឿនបែបហ្នឹងណាចឹងឧទាហរណ៍អ្នកគ្នាចង់ចុចទៅលើបើអ្នកចង់ចុចទៅលើNetflix គឺវាចូលទៅក្នុង Netflix ហ្មងអញ្ចឹងនិយាយទៅអា shortcut key ហ្នឹងគឺងាយស្រួលប្រើប្រាស់មែនតើហើយខ្ញុំសុំ back មកវិញណាខ្ញុំចុច back វិញមកចុច home អញ្ចឹងកន្លែងhome នេះគឺសម្រាប់យើង voice ណាយើងមិនបាច់ចុចទៅលេទេយើងបញ្ជាហ្មងអញ្ចឹងយើងហៅវារៀងយូរបន្តិចមក Go to YouTube Opening YouTube for Android TV អញ្ចឹងកន្លែងនេះបើសិនយើងចង់ទៅក្នុង app មួយណាយើងគ្រាន់តែ voice ជាភាសាអង់គ្លេសទៅគឺវានឹងទៅបានតែខ្លួនឯងឯងតែនៅក្នុងចំណុចមួយនេះខ្ញុំចង់ប្រាប់ថាបើសិនតែយើងចង់ voice នៅក្នុង YouTube អញ្ចឹងពេលខ្លះយើងពិបាកក្នុងការទៅសេជាភាសាខ្មែរយើងអាច voice វាបានអញ្ចឹងជាដំបូងយើងចុចចូលមកក្នុង YouTube របស់យើងមកយើង scroll មកខាងក្រោមរកពាក្យថា setting អញ្ចឹងដល់ឡើយនេះយើង scroll រហូតរកពាក្យថា language ចុចលើពាក្យ language ហើយយើងបែរមកខាងនេះមកយើងចុចលើវាយើង scroll រកភាសាខ្មែរគឺនៅខាងក្រោមគេប៉ុន្តែបើជាអានេះបានតែ voice នៅក្នុង YouTube ទេដូចយើងចង់វាយវត្តចម្រៀងខ្មែរអីអញ្ចឹងណាកុំឲ្យវាទៅសេច្រើនដោយសារភាសាខ្មែរវាមានជួយអ្នកច្រើនអញ្ចឹងចុចលើភាសាខ្មែរមក change confirm change ចុចដល់នេះដើម្បី voice បានយើងចុចចូលមកកន្លែងសញ្ញារូប voice នេះហើយយើងចុចលើវាមកបានដែរ Alright អូខេអញ្ចឹងតែប៉ុណ្នេះគឺយើងអាចប្រើប្រាស់ជាមួយនឹងការ voice សំឡេងបានហើយបើសិនតែអ្នកគ្នាមានចង្អុលទៅជាមួយនឹងការប្រើប្រាស់បន្ថែមទៀតអាច comment នៅខាងក្រោមនេះបានអញ្ចឹងកុំភ្លេចចុច like share comment ដើម្បីទទួលបានជាមួយនឹងវីដេអូថ្មីៗជួបគ្នានៅវីដេអូក្រោយ